ឲ្យគ្នាទៅវិញទៅមកដោយអីដោយពាក្យពិតពាក្យនឹងត្រឹមត្រូវពាក្យនឹងសភាពរៀបសារស្លូតបូតទុនភ្លុនពាក្យនឹងពាក្យសច្ចៈញោមចឹងហ៎សច្ចៈនិយាយឲ្យអត់ឲ្យគេឈឺចិត្តកុំឃើញគេនឹងទុកលំបាកឲ្យនិយាយជន់ឈ្លីឲ្យគេឈឺចិត្តខ្លាំងជាងចាក់កបិតនៅក្នុងដើមទ្រូងគេទៀតណាញោមចឹងហ៎ប៉ុណ្ណឹងមិនពុតលោកថាណែអាបៀតបៀនសម្លាប់នេះមិនមែនយកកបិតទៅសម្លាប់ទេប៉ុន្តែសម្ដីទៅបៀតបៀនគេនឹងវាឈឺជាងសម្លាប់ទៅទៀតសម្ដីនេះជាឯកសម្ដីនេះដូចជាថ្នាំពឹសប៉ុន្តែសម្ដីល្អរបស់មនុស្សមានបុណ្យសម្ដីនេះដូចជាមធុវាចាសម្ដីនេះដូចទឹកឃ្មុំយ៉ាងហ្នឹងហ៎ទឹកឃ្មុំបើទឹកឃ្មុំហ្នឹងមិនមែនតែរុយមិនមែនតែសัตว์អីវាចូលចិត្តទេណាញោមសំបីតែរុយហ្នឹងក៏ចូលចិត្តទឹកឃ្មុំដែរញោមចាយ៉ាងណាសម្ដីល្អមិនមែនមនុស្សអាក្រក់មិនមែនមនុស្សណាក៏ចូលចិត្តសម្ដីល្អដែរអញ្ចឹងអ្នកមានបុណ្យកុសលគឺសម្ដីហ្នឹងឯងមានសម្ដីពីរោះដូចជាទឹកឃ្មុំអញ្ចឹងមានរសជាតិជាប្រយោជន៍សម្ដីហ្នឹងមានមេត្តានិយាយទៅអ្នកនោះចង់សម្លាប់ខ្លួនពិបាកចិត្តប៉ុន្តែនិយាយទៅធ្វើឲ្យមានកម្លាំងកាយកម្លាំងចិត្តចង់រស់នៅមកវិញដោយព្រះសម្មាសម្ពុទ្ធហ្នឹងញាតិញោមវគ្គលិចង់សម្លាប់ខ្លួនព្រះអង្គទ្រង់សម្ដែងមកធ្វើឲ្យសម្រេចនៅមគ្គផលអង្គលីមាសម្លាប់ទៅមានមហាចោរប៉ុន្តែសម្ដីរបស់ព្រះអង្គធ្វើឲ្យមានមេត្តាដាក់អាវុធចាប់យកព្រះធម៌តម្រៃណាឡាការីដែលទេបន្ទាត់នឹងប្របាទអាជាតិសតុដាក់គ្រឿងសង្វឹងឲ្យព្រិចព្រះសម្មាសម្ពុទ្ធប៉ុន្តែទឹកចិត្តរបស់ព្រះអង្គមានមេត្តាគ្រាន់តែញ៉ាំងនៅបេះដូងសត្វតម្រៃមកដល់ថ្វាយបង្គំយល់ខ្ញុំចឹងហ៎មេត្តានេះជាស្នេហ៍របស់ព្រះមានដល់សន្តានចិត្តណាហើយសំបីតែសម្រានលក់ស្រួលសម្រានឲ្យសបិនល្អហើយទោះបីគេនឹងឯងតែ1ម៉ោង2ម៉ោងមានកម្លាំងកាយកម្លាំងចិត្តឲ្យរីករាយចង់ធ្វើការងារអីទៅទៀតខ្ញុំចឹងហ៎ការងារនេះដោយសារតែទឹកចិត្តរបស់យើងមានមេត្តាអស់នៅសេចក្តីបៀតបៀនសម្ដីរបស់យើងជាសុភាសិតជាប្រយោជន៍យត់យកមើលអ្នកខ្លះដែលបកែនិយាយមានប្រយោជន៍មានរឿងរ៉ាវអីគេស្ដីឲ្យទៅនិយាយចែចៅកូនគេញោមចឹងហ៎នេះជួនកាលម្ដាយឪពុកអត់ជឿជាក់សម្ដីខ្លួនយើងទេណែលោកអាចារ្យអ្នកណាដែលគេចេះមហានឹងសម្ដីពីរោះយត់យកមើលទៅបកែនិយាយគេមុនបងអត់ចង់ឲ្យអីចឹងណានិយាយយូរទៅផ្អែមពីរោះអីផ្លយមាត់ថាមិនអីទេកូនខ្ញុំអត់ជាប់ណាគេខ្ញុំចឹងហ៎គ្រាន់តែប៉ុណ្ណឹងធ្វើឲ្យអ្នកដែលចង់បាននឹងត្រេកអររីករាយចុះបើមានទ្រព្យមានសម្បត្តិមើលទៅដូចស្រឡាញ់គ្នាប៉ុន្តែនិយាយអត់ប្រយោជន៍ខ្ញុំចឹងហ៎គេគិតថាអូខ្មែរយើងអីនេះណាទុកដាក់កូនចៅមើលផៅសន្តានណាអាសន្តានគឺអីចេញអំពីវាចានឹងប្រាប់សន្តានថាល្អឬក៏មិនល្អហ្នឹងឯងប៉ុន្តែដល់ពាក្យពិតពីរោះដោយសុភាសិតនិយាយមកថាអូខ្ញុំពេញចិត្តខ្ញុំអត់ប្រកបអីច្រើនទេដោយសារពេញចិត្តណាប៉ុន្តែបើអត់ពេញចិត្តដាក់ឯងតអូយលែងចង់បានអីចឹងខ្ញុំនេះសម្ដីកើតឡើងអំពីបុណ្យដែលយើងសន្សំអញ្ចឹងយើងមានទានហើយមានសិលមួយថ្ងៃញាតិញោមសេចក្តីល្អយើងមួយថ្ងៃសាងជីវិតរបស់យើងឲ្យល្អគ្រប់ជាតិគ្រប់កំណើតណាសាសនារបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងបានព្រះអង្គថាណែយើងមានពណ៌សម្បុរល្អអាយុវែងមានសេចក្តីសុខកម្លាំងកាយកម្លាំងចិត្តនេះមកពីបុណ្យបើយ៉ាងហ៎មកពីបុណ្យមកពីទានមកពីសិលមិនមែនមកពីទ្រព្យទេអ្នកខ្លះមានទ្រព្យអាយុខ្លីបងខ្ញុំហ្នឹងមកពីបុណ្យរបស់យើងមកពីសិលសេចក្តីល្អរបស់យើងដែលឲ្យយើងអាយុវែងអត់ឆ្លោះគ្នាឲ្យមើលថែទាំគ្នាស្រឡាញ់គ្នាមានសង្កហធម៌គ្នាទទួលខុសត្រូវហ្នឹងឯងទទួលខុសត្រូវទាំងសុខទាំងទុក្ខនឹងឯងទាំងរំធ្វើដំណើរទៅដល់គោលដៅមួយខំជែកលបូតខំពូតមិនល្បេះ100យោបានបែកគ្នាខ្ញុំណាបែកហើយជួបគ្នាដោយសារអីដោយសារគុណធម៌នេះទៀតចូលមើលគុណធម៌ដោយកុលៈមេត្តាកុលៈបៃតាគាត់តែជួបគ្នា500ជាតិទៀតចូលមើល
ហើយអត់ចេះឆ្លោះតោះតែងគ្នាទេអត់តែដោយសារអីដោយសារមានសទ្ធាបំពេញបុណ្យហ្នឹងឯងដោយសារមានសិលចាគៈធ្វើទានរួមគ្នាបញ្ញានេះយល់ចិត្តគ្នាម្ល៉េះឲ្យជាតិណាក៏អត់បែកគ្នាដែរប៉ុន្តែបើអត់យល់ចិត្តគ្នាញាតិញោមមើលកំបីតែស្លាប់ហ្នឹងឲ្យកប់ចិត្តទៀតញោមចឹងមានណាមានដល់